បបរដំឡូងបារាំងសាច់មាន់ចាសម្រាប់អូនអាយុចាប់ពី9ខែឡើងទៅចាដំបូងគឺខ្ញុំមានអង្ករមួយកំប៉ុងចាយើងលាងវាឲ្យស្អាតទៅយើងដាក់ខ្ទឹមបារាំងដំឡូងបារាំងការ៉ុតចាដោយសារតែកូននាងខ្ញុំអាចញ៉ាំចាដុំបែបហ្នឹងបានណាអញ្ចឹងខ្ញុំកាត់តាមទំហំដែលកូននាងខ្ញុំអាចញ៉ាំបានបើសិនបើកូនបងប្អូនចាអាយុ7ខែ8ខែចាគឺយើងត្រូវយកអ្វីទៅកត់ឲ្យវាម៉ត់ជាងនឹងបន្តិចចាហើយយើងដាក់ចូលទៅក្នុងឆ្នាំងដាំបាយដាក់ទឹកចំនួន800មីលីលីត្រហើយយើងចុចប៊ូតុងបបរទៅចាគឺរួចរាល់ជាការស្រេចចាសម្រាប់សាច់មាន់វិញគឺខ្ញុំប្រើទ្រុងមាន់ណានៅពេលដែលឆ្អិនហើយគឺយើងយកវាមកចាបេះជាសរសៃតូចបែបហ្នឹងណាចាបើបងប្អូនកូនបងប្អូនតូចចាអាចប្រើជាសាច់មាន់ច្រាំចាឲ្យម៉ត់ទៅហើយយើងដាក់បបរវាចូលគ្នាទៅចាបបរកូនក្មេងគឺងាយមែនតើយើងគ្រាន់តែដាក់បន្លែដាក់សាច់ទៅចាមិនចាំបាច់ថែមគ្រឿងអ្វីទាំងអស់ចាហើយយើងដាក់គោកដាក់រាវទៅតាមទំហំដែលកូនយើងអាចញ៉ាំបាន